ពីការធ្វើដំណើរទៅណាឆ្ងាយឆ្ងាយម្នាក់ឯងធ្លាប់ជារឿងមួយដែលខ្ញុំតែងតែមានអារម្មណ៍ថាយើងភ័យមិនមែនដោយសារតែខ្ញុំមិនចង់ទៅនោះទេប៉ុន្តែដោយសារតែខ្ញុំប្រកាសថាតែខ្ញុំនឹងជួបពេលខ្លះនៅពេលដែលខ្ញុំធ្វើដំណើរទៅហើយនៅពេលដែលជួបបញ្ហាផ្សេងៗនោះតើខ្ញុំនឹងទៅដោះស្រាយយ៉ាងណាហើយដូចខ្ញុំអញ្ចឹងគឺជាមនុស្សដែលចូលចិត្តដើរជុំគ្នាជាមួយនឹងមិត្តភក្តិរបស់ខ្ញុំជាច្រើនដែលពួកយើងតែងតែរស់ដំណើរជាមួយគ្នាជិះម៉ូតូជុំគ្នានិងចែករំលែករឿងសប្បាយៗជាមួយគ្នាប៉ុន្តែនៅពេលនេះខ្ញុំក៏ចាប់ផ្ដើមសម្រេចចិត្តធ្វើដំណើរតែម្នាក់ឯងដើម្បីតែខ្ញុំម៉ូតូរបស់ខ្ញុំដងផ្លូវនិងកាមេរ៉ាគ្រប់គ្រាន់ដូច្នេះខ្ញុំក៏សម្រេចចិត្តធ្វើរឿងមួយនេះតែពីមុនមកខ្ញុំមិនដែលធ្វើវាសោះតាមពិតទៅវាមិនមែនមកពីខ្ញុំធុញនឹងមិត្តភក្តិរបស់ខ្ញុំឬក៏មកពីខ្ញុំចង់រត់ពីបណ្ដាម្នាក់ឯងប៉ុន្តែដើម្បីរត់ចេញពី comfort zone របស់ខ្លួនឯងចង់ដឹងថាខ្លួនឯងនៅពេលដើរម្នាក់ឯងថាខ្លួនឯងចូលចិត្តអ្វីចង់បានអ្វីតើអ្វីទៅជារសជាតិរបស់យើងនៅពេលដែលយើងដើរម្នាក់ឯងដោយសារតែខ្ញុំមិនដែលបានដើរម្នាក់ឯងអញ្ចឹងទៅលើកទី1របស់ខ្ញុំដល់ដែរសប្បាយអត់អត់សុខស៊ីតែមិនអត់សុខទេហ្មងយើងដើរស្គាល់ឃើញគេអ្នកនេះនោះស្គាល់តាមផ្លូវបន្ថែមស្គាល់ផ្លូវថ្មីតែជិះអញ្ចឹងណាតែយ៉ាង happy នៅពេលដែលខ្ញុំជិះម៉ូតូបានប្រហែលជា50គីឡូខ្ញុំមានអារម្មណ៍ថាដូចម្នាក់ឯងស្ងាត់ពីព្រោះអីរាល់ដងនៅពេលដែលខ្ញុំជិះជាមួយគ្នារបស់ខ្ញុំមានគ្នាជិះលេងឆ្វែចុះឆ្វែឡើងឬក៏ពេលខ្លះហត់ទៅអែបគៀនគេងជុំគ្នាក៏មានដែរដំណើរផ្លូវម្នាក់ឯងរឿងដែលសំខាន់មួយទៀតគឺការចេះថែទាំទៅលើយានយន្តរបស់យើងដោយសារតែយើងធ្វើដំណើរម្នាក់ឯងអញ្ចឹងច្បាស់ថាយានយន្តរបស់យើងត្រូវតែថែទាំ 100% ពេលដែលខ្ញុំសម្រេចចិត្តថាធ្វើដំណើរម្នាក់ឯងរឿងដែលសំខាន់ទី1ខ្ញុំត្រូវយកម៉ូតូរបស់ខ្ញុំទៅ check មើលឲ្យបានច្បាស់លាស់ព្រេងម៉ាស៊ីនកង់ចង្វាក់ភ្លើងអីផ្សេងៗនេះគឺត្រូវតែ make sure ថា 100% គឺអូខេហើយលើពីនេះទៀតខ្ញុំតែងតែយកផលិតផល Liqui Moly តាមខ្លួនចំណេញដូច spray បាញ់ច្រវាក់នេះអញ្ចឹងត្រូវតែមានវាដើម្បីបាញ់ច្រវាក់ហ្នឹងនៅពេលយើងជិះផ្លូវឆ្ងាយមែនតើការធ្វើដំណើរកម្សាន្តម្នាក់ឯងមិនមែនបង្ហាញថាខ្លួនឯងជាអ្នកក្លាហានមិនមែនបង្ហាញថាខ្លួនឯងជាមនុស្សអស្ចារ្យនោះទេប៉ុន្តែវាបង្ហាញថាតើខ្លួនឯងជានរណាគេមានតម្លៃអ្វីសម្រាប់ខ្លួនឯងហើយនៅពេលដែលយើងធ្វើដំណើរម្នាក់ឯងតែមានសម្លេងមួយនិយាយជាមួយយើងជានិច្ចនោះគឺខ្លួនឯងហើយសម្លេងនោះឯងតែជំរុញយើងឈ្នះគ្រប់ឧបសគ្គទាំងអស់ដែលយើងកំពុងតែធ្វើដំណើរនោះឯងខ្ញុំចាប់ផ្ដើមស្គាល់ថាខ្ញុំអាចធ្វើអ្វីបានដោយខ្លួនឯងដូចជាការជិះម៉ូតូម្នាក់ឯងអត់ចាំបាច់សួរយោបល់អ្នកណាផ្សេងចង់ញ៉ាំអីចង់ទៅណាចង់ចូលនេះអត់ចង់ចូលនោះអត់ដូចជាអត់ចាំបាច់មានបញ្ហានឹងទេហើយខ្ញុំអាចសម្រេចចិត្តថាធ្វើអ្វីតាមផ្លូវក៏បានចង់ឈប់ថតរូបកន្លែងណាក៏បានចង់ឈប់ចូលទៅនេះចូលទៅនោះក៏បានចង់ធ្វើអ្វីដែលយើងអាចធ្វើបានច្រើនទៀតហើយជាពិសេសញ៉ាំអីដែលយើងចង់ញ៉ាំតែម្ដង
នៅក្នុងអារម្មណ៍មួយនេះអ្នកទាំងអស់គ្នាគឺជាអារម្មណ៍សេរីភាពមួយដែលអ្នកទាំងអស់គ្នាគួរតែភ្លក់រសជាតិនេះឲ្យបានម្ដងហើយខ្ញុំក៏ចាប់ផ្ដើមស្គាល់ថាអូតាមពិតខ្ញុំគឺជាមនុស្សដែលចូលចិត្តបែបនេះអូខ្ញុំគឺជាមនុស្សចូលចិត្តបែបនោះចឹងអ្នកទាំងអស់គ្នាម្ដងទៀតការធ្វើដំណើរម្នាក់ឯងមិនមែនជាការរត់គេចពីនរណាម្នាក់ទេប៉ុន្តែគឺជាការស្គាល់ខ្លួនឯងឲ្យរឹតច្បាស់ហើយលើកនេះគឺជាដំណើរកម្សាន្តរបស់ខ្ញុំតែម្នាក់ឯងដែលមកខិតកំពតកែបតែពីនេះទេគឺជាដំណើរផ្លូវចិត្តមួយហើយខ្ញុំគិតថាខ្ញុំគួរតែចំណាយពេលបែបនេះឲ្យបានច្រើនទៀតនៅក្នុងដំណើរផ្លូវឆ្ងាយណាមួយដែលវាជាដំណើរនៃការរកឃើញខ្លួនឯងនិងភាពក្លាហានក្នុងចិត្តរបស់យើងហើយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាក៏អាចធ្វើបានដែរ